បន្ទាប់ពីហានគាត់បានយកឈ្នះទៅលើក្រុមទាហានស៊ីឈ្នួលចចកក្រុមហេរ៉ូដែលទើបនឹងសមុទ្រមកថ្មីហ្នឹងបានដោះស្រាយរួចរាល់ហើយដោយឌីកាបានសរសើរទៅលើហានថាគាត់ខ្លាំងដោយសារតែក្រុមទាហានស៊ីឈ្នួលចចកហ្នឹងគឺមានរហូតដល់ផ្កាយ3ហើយគាត់មានតែផ្កាយ1ទេតែគាត់អាចយកឈ្នះបានតែហានគាត់មិនបានសប្បាយចិត្តទេគាត់បែរជាទៅឆ្លោះជាមួយនឹងចេនណាវិញដោយសារអំឡុងពេលគាត់ប្រយុទ្ធហ្នឹងគាត់បានប្រាប់ឲ្យចេនណាចម្លៀសអ្នកដែលអត់មានពាក់ព័ន្ធនិងហាមទៅកាន់ចេនណាថាកុំឲ្យនិយាយរឿងគាត់ប្រយុទ្ធជាមួយនឹងពួកក្រុមចចកហ្នឹងដោយសាច់រឿងគេបាននិយាយឲ្យយើងដឹងថាក្រុមពួកហ្នឹងគឺបាននិយាយទៅសើទៅលើហានច្រើនមែនទែនដោយទៅសើទៅលើហានដែលបានកម្ចាត់ទៅលើក្រុមចចកដែលគិតថាមិនមែនជាមនុស្សល្អដោយហានក៏គាត់បានប្រាប់ទៅវិញថាគាត់សម្រាប់ក្រុមចចកហ្នឹងគឺមិនមែនជួយទៅលើពួកគេទេដោយសារតែគាត់ចង់ជួយទៅលើអ្នកដែលទើបតែសមុទ្រមកថ្មីដោយហានគាត់និយាយក្នុងន័យបែបហ្នឹងគឺកុំឲ្យអ្នកដែលសមុទ្រមកយូរខ្ជិលក្នុងការបង្ហាត់ហ្នឹងមានការយល់ច្រឡំថាគាត់ជួយទៅលើពួកគេហើយហានគាត់ក៏បាននិយាយរំលឹកទៅកាន់ពួកហ្នឹងថាបើសិនជាអត់ចង់ត្រូវគេជំរុះចោលឬក៏ស្លាប់ទេត្រូវតែធ្វើខ្លួនយ៉ាងម៉េចឲ្យ Master ហ្នឹងឃើញថាមានប្រយោជន៍បើមិនចង់ឲ្យគេជំរុះដោយការនិយាយស្ដីរបស់ហានហ្នឹងក៏បានធ្វើឲ្យពួកអ្នកទាំងអស់គ្នាហ្នឹងមានការភ័យខ្លាចហើយក៏មានបរិះក្បាលតងោម្នាក់ហ្នឹងចូលមករករឿងហាននៅក្នុងគោលបំណងសួរនាំដោយហានគាត់ខ្ជិលនិយាយប្រកែកជាមួយនឹងអាប៉ែហ្នឹងច្រើនគាត់ក៏ទាត់អាប៉ែហ្នឹងឲ្យស្លាប់បាត់ទៅដោយសាច់រឿងក៏គេបានបង្ហាញមកថាឥឡូវហ្នឹង E-Cell កំពុងតែហៅពួកគេហ្នឹងយកទៅជំរុះចោលទៀតហើយកន្លែងជំរុះហ្នឹងគឺកន្លែងសម្រាប់ enhance hero ឬក៏តម្លើងឲ្យ hero មួយទៀតឲ្យកាន់តែខ្លាំងចឹងណាតែធ្វើឲ្យពួកអ្នកទាំងអស់គ្នាហ្នឹងមានការភ័យខ្លាចជាខ្លាំងប៉ុន្តែ E-Cell នាងអត់បានខ្វល់ទេដោយសារការនិយាយស្ដីពួកហ្នឹងវាច្រើនពេកនាងក៏ចាប់បោះពួកហ្នឹងចូលទៅក្នុង form enhance ហ្នឹងយកមកមួយសន្ទុះក្រោយមកយើងក៏ឃើញថា Edis ហ្នឹងគឺបានចេញមកវិញហើយដោយការ enhance របស់នាងហ្នឹងគឺបានចំណាយរហូតមនុស្សទៅដល់3នាក់ដោយហានគាត់ក៏កំពុងនៅទីហ្នឹងដែរអញនិយាយទៅកាន់អ្នកទាំងអស់គ្នាហ្នឹងថាមិនខ្វល់ថាអ្នកទាំងអស់គ្នាមកពីទីណាទេបើសិនជាមិនចង់ស្លាប់នៅក្នុងទីហ្នឹងទេត្រូវស្ដាប់តាមគាត់ដោយគាត់បានបន្តទៀតថាឲ្យឆាឡូសហ្នឹងនិងអ៊ីណុកបរៀនពួកហ្នឹងពីរបៀបធ្វើការនិងបែងចែកពួកហ្នឹងថាឲ្យត្រូវធ្វើអីចឹងទៅដូចជាមានជាងឈើឬក៏ខាងផ្ទះបាយហើយសាច់រឿងហ្នឹងក៏បានបង្ហាញនូវការគិតរបស់ហានហ្នឹងគាត់បានគិតថាឥឡូវហ្នឹងគឺចិត្តដល់ជាន់ទី10ហើយដោយរាល់5ជាន់ម្ដងហ្នឹងនឹងមាន special event មួយកើតឡើងដោយតម្រូវឲ្យ hero ទាំងអស់ហ្នឹងពេញនៅ mission special ដែលគេដាក់ឲ្យគាត់គិតទៅថាវាមិនដឹងថាជាន់ទី10ហ្នឹងមានគ្រោះថ្នាក់ខ្លាំងប៉ុណ្ណាទេដោយសារតែនៅជាន់ទី5ហ្នឹងគឺគាត់ប៊ីនឹងស្លាប់ម្សាហើយកាត់មកដល់ព្រឹកបន្ទាប់ឃើញថាហានជាមួយនឹងគ្នារបស់គាត់ហ្នឹងកំពុងតែនិយាយភាសាគ្នានៅកន្លែងផ្ទះបាយដោយហានហ្នឹងគាត់បាននិយាយប្រាប់ទៅកាន់ Jenna ថាឲ្យ Jenna ហ្នឹងប្រើ Digger ដើម្បីប្រយុទ្ធជាមួយនឹង Edis ទៅ Jenna ហ្នឹងម្នាក់ដែលកាន់ធ្នូបាញ់ម្នាក់ស្រីសក់ហមប្រើធ្នូគ្នាទៀតដោយសាច់រឿងក៏គេកាត់មកឲ្យឃើញនៅកន្លែងវឹកហាត់យើងឃើញថា Jenna ហ្នឹងជាមួយនឹង Edis កំពុងតែធ្វើការវឹកហាត់ជាមួយគ្នាដោយ Jenna ហ្នឹងប្រើប្រាស់ទៅលើ Digi ដើម្បីចូលទៅវាប្រហារជាមួយនឹង Edis ដែលបានធ្វើឲ្យ Edis ហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងនៅសមត្ថភាពការប្រយុទ្ធគៀករបស់ Jenna ដោយសារតែនាងជាអ្នកបាញ់ធ្នូសោះនិចក៏មានសមត្ថភាពប្រយុទ្ធនៅចិត្តល្អដល់ថ្នាក់ហ្នឹងមួយសន្ទុះក្រោយមកយើងក៏ឃើញថា Jenna ហ្នឹងគឺបានយកឈ្នះទៅកាន់ Edis បាត់ហើយដែលនាងគឺជាទាហានស៊ីឈ្នួលផងដោយ Edis ហ្នឹងនាងអត់អស់ចិត្តនាងក៏បានសួរទៅកាន់ Jenna ថាតើនាងជាមួយនឹងហានហ្នឹងគឺជាទាហានស៊ីឈ្នួលមកដែរមែនពីមុនមកតែក៏ត្រូវបាន Jenna ហ្នឹងបដិសេធថានាងមិនមែនជាទាហានស៊ីឈ្នួលទេឪពុករបស់នាងគឺជាអ្នកប្រមាញ់ហើយនាងក៏ជាអ្នកប្រមាញ់ដែរហើយនាងក៏បន្តទៀតថាពេលដែលនាងមកដល់ទីហ្នឹងដំបូងហ្នឹងគឺនាងអត់ខ្លាំងដូចជា Edis ហ្នឹងដែលជាហេរ៉ូផ្កាយ3ទេតែដោយសារតែមានការប្រយុទ្ធជាច្រើនហើយនឹងការវឹកហាត់របស់ហានទើបនាងខ្លាំងដូចសពថ្ងៃហ្នឹងដោយ Edis នាងបានដឹងអញ្ចឹងនាងក៏បាននិយាយថានាងនឹងចាំដំបូន្មានទាំងអស់ហ្នឹងទុកហើយនាងនឹងធ្វើតាមនៅអ្វីដែលពួកគេហ្នឹងបានប្រាប់នាងឲ្យធ្វើដោយការវឹកហាត់របស់ពួកគេហ្នឹងក៏នៅតែបន្តហើយមានហានហ្នឹងជាអ្នកមើលពីក្រោយនិងជួយណែនាំពីកន្លែងកំហុសខុសឆ្គងដោយការសង្កេតទៅលើការវឹកហាត់របស់គាត់ហានហ្នឹងគាត់ក៏បានចាប់អារម្មណ៍ទៅលើបុគ្គលម្នាក់ដែលទើបតែសមុនមកថ្មីទៅលើជំនាញវឹកហាត់របស់គេហ្នឹងគឺដូចជាអ្នកមានបទពិសោធន៍ក្នុងការប្រយុទ្ធពីមុនមកអញ្ចឹងដោយហានគាត់បានចូលទៅនិយាយជាមួយនឹងបរិសម្នាក់ហ្នឹងហើយក៏សួរឈ្មោះថាតើគាត់នឹងឈ្មោះអីគេដោយបរិសម្នាក់ហ្នឹងដែរមានឈ្មោះថា User ហើយគាត់ក៏ប្រាប់ទៀតមកថាជំនាញរបស់គាត់ហ្នឹងគឺបានមកពីការវឹកហាត់ដោយសារតែគាត់នៅពិភពលោកគាត់ហ្នឹងគឺគាត់ចង់ខ្លាយទៅជាទាហានស៊ីឈ្នួលដូច្នេះហើយគឺគាត់ព្យាយាមវឹកហាត់ធ្វើម៉េចឲ្យខ្លួនគាត់ខ្លាំងដោយហានគាត់បានបន្តទៀតថាដោយសារតែឃើញជំនាញរបស់ម្នាក់ហ្នឹងគឺល្អអញ្ចឹងហើយហានគាត់ក៏បានឲ្យ User ហ្នឹងមកធ្វើការវឹកហាត់ជាមួយគាត់មួយសន្ទុះក្រោយមកហ្នឹងយើងក៏ឃើញថា User ហ្នឹងគឺបានតម្លើងនៅកម្រិតរបស់គាត់ហើយដោយការតម្លើងកម្រិតរបស់គាត់ហ្នឹងគឺត្រូវបានជំរុះមនុស្សអស់រហូតដល់2នាក់ដោយសាច់រឿងរបស់យើងហ្នឹងក៏នៅតែបន្តនៅទីកន្លែងវឹកហាត់នឹងដដែលដោយហានគាត់បានហៅគ្នារបស់គាត់នឹងមកជុំគ្នាហើយក៏បានសួរថាតើដឹងថាគាត់ហៅមកធ្វើអីអត់ដោយឌីកានឹងបានសួរទៅកាន់ហានវិញថាឥឡូវហ្នឹងគឺចង់បែងចែកក្រុមមែនដែលធ្វើឲ្យអ្នកនៅជុំវិញហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំង
ដោយហានហ្នឹងគាត់បានបង្ហាញនៅកែវមួយដែលមានដាក់กระดาษនៅក្នុងហ្នឹងមានពណ៌ក្រហមនិងពណ៌ខៀវដោយគាត់បាននិយាយថែមទៀតថាអ្នកដែលចាប់បានពណ៌ក្រហមគឺត្រូវនៅក្រុមជាមួយគាត់ហើយអ្នកដែលចាប់បានពណ៌ខៀវគឺត្រូវនៅក្រុមជាមួយនឹង Edis ដោយអ្នកដែលចាប់បានពណ៌ក្រហមហ្នឹងគឺមាន Jenna ជាមួយនឹង Aaron ដែលត្រូវតម្រូវនៅក្រុមក្រហមជាមួយគាត់និងចំណែកខាងពណ៌ខៀវវិញគឺមាន User ជាមួយនឹង Dika ដែលត្រូវតម្រូវឲ្យនៅក្រុមជាមួយនឹង Edis ដោយកាត់មកពេលបច្ចុប្បន្នក្រុមរបស់ហានហ្នឹងគឺកំពុងតែបំពេញ mission នៅក្នុងជាន់ទី7ហើយតម្រូវឲ្យគាត់ហ្នឹងសម្លាប់នៅ Goblin ទាំងអស់ហ្នឹងហើយបំពេញនៅ quest ដោយហានគាត់បានប្រាប់ទៅកាន់គ្នារបស់គាត់ថាមិនចាំបាច់ចូលប្រយុទ្ធទេ Goblin ទាំងអស់ហ្នឹងត្រូវគាត់ជាអ្នកសម្លាប់ហើយគាត់ក៏បានបើកនៅ Berserk Mode ដើម្បីចូលទៅប្រយុទ្ធជាមួយនឹង Goblin ដោយការប្រយុទ្ធរបស់គាត់ហ្នឹងគឺអត់បានចំណាយពេលវេលាយូរទេគឺគ្រាន់តែគាត់ចូលទៅប្រយុទ្ធមួយផ្លែតគឺអាចសម្លាប់ទៅលើវង Goblin ហ្នឹងបានហើយដោយឃើញថានៅសល់ Goblin មួយក្បាលហ្នឹងចេនណាក៏បានសួរទៅកាន់ហានថាតើគួរឲ្យនាងសម្លាប់អា Goblin មួយក្បាលហ្នឹងចោលអត់ដោយហានគាត់ខ្ជិលចំណាយនៅពេលវេលាច្រើនចឹងហើយគាត់ក៏ប្រាប់ថាមិនទេដោយសារតែវាមានតែមួយក្បាលហើយយើងក៏បន្តកិច្ចស្វែងរករបស់យើងនៅក្នុងពណ៌ហ្នឹងទៀតទៅដោយការស៊ើបអង្កេតរបស់គាត់ហ្នឹងហានគឺគាត់បានចាប់អារម្មណ៍ទៅលើរឿងមួយដោយក្នុងពិភពលោកហ្នឹងគឺមានភ្លៀងដូចជានៅពិភពលោកយើងដើមចឹងនឹងមានគ្រោះទឹកជំនន់គ្រោះអីដូចតែនៅពិភពលោកយើងដែរទេបន្ទាប់ពីក្រុមរបស់ហានហ្នឹងបានបំពេញនៅ mission របស់គេហើយគេក៏បានបង្ហាញឲ្យយើងឃើញថាហានហ្នឹងគឺគាត់បានចេញមកវិញហើយតែគ្រាន់តែគាត់ចេញមកវិញភ្លាមគាត់ក៏បានប្រាប់ទៅកាន់ចេនណាថាឲ្យយកកំប៉ុងដែលបែងចែកគ្នាហ្នឹងមកទីហ្នឹងមកដោយបានប្រាប់ទៅកាន់ Aaron ផងណាថាឲ្យទៅហៅ Dika មកទីហ្នឹងមកដោយហានគាត់បានគិតនៅក្នុងចិត្តថា Master ហ្នឹងគឺបានដាក់លុយទៀតហើយដោយសារហ្នឹង Master គឺបានចំណាយរហូតដល់ 90000 វ៉ុនហើយ Master ក៏ទទួលបាននៅពេជ្រចំនួន 5000ដោយសាច់រឿងក៏គេបានបង្ហាញឲ្យឃើញនៅកែវភ្នែកដ៏ធំមួយដែលសម្លឹងមកមើលក្រុមហានហ្នឹងហើយហានគាត់ក៏នៅតែបន្តគិតក្នុងចិត្តទៀតថានៅពេលដែល player ហ្នឹងបានដាក់លុយមួយសាហើយនឹងនៅតែបន្តដាក់លុយរហូតចឹងហើយការដាក់លុយហ្នឹងគឺដូចជាថ្នាំញៀនចឹងមួយសន្ទុះក្រោយមកយើងក៏ឃើញថាមានមនុស្ស2នាក់ដែលបានដើរចេញពីច្រកកោះហៅហ្នឹងមកដោយម្នាក់ក្នុងចំណោម2នាក់ហ្នឹងដើរចេញមិនទាន់បានប្រមាណផងក៏ត្រូវមកដួលនៅមុខហានដោយសារតែនាងហ្នឹងជាពុកជើងជាមួយនឹងសម្លៀកបំពាក់របស់នាងហ្នឹងឯងដោយ Edis ជាមួយនឹងហានគឺគេបាននិយាយពិភាក្សាគ្នាថាបើមើលទៅតាមសម្លៀកបំពាក់របស់ម្នាក់ស្រីហ្នឹងបើមិនជាខ្សែរាជវង្សទេក៏ជាអភិជនដែរដោយសាច់រឿងគេបានបញ្ជាក់ឲ្យយើងដឹងថាឈ្មោះរបស់ម្នាក់ស្រីហ្នឹងគឺ Elka ចំណែកឯឈ្មោះបរិសម្នាក់ហ្នឹងគឺឈ្មោះថា Rick ដែលពួកគេនឹងដែរគឺសិតតែជាហេរ៉ូផ្កាយ3ដោយចេនណានាងបានយកកំប៉ុងដែលបែងចែកនៅក្រុមមកឲ្យហានហ្នឹងហើយប៉ុន្តែគ្រាន់តែថាពេលដែលនាងមកហ្នឹងគឺបានធ្វើឲ្យអាกระดาษដែលបែងចែកគ្នាហ្នឹងគឺធ្វើឲ្យហានហ្នឹងនិងអ្នកទាំងអស់គ្នាហ្នឹងបានឃើញដោយតម្រូវឲ្យ Edis ជាមួយនឹងហានហ្នឹងដដើមគ្នាដើម្បីទទួលបានស្លាកសញ្ញានឹងមុនដើម្បីជ្រើសរើសនៅសមាជិកថ្មីដោយអំឡុងពេលដដើមគ្នានឹងដែរក៏មានវេទមន្តភ្លើងដ៏ខ្លាំងមួយដែលធ្វើឲ្យហានហ្នឹងមានការភ្ញាក់ផ្អើលជាខ្លាំងដោយសារតែអ្នកដែលសមន់មកថ្មីហ្នឹងគឺជាគ្រូវេទមន្តភ្លើងដោយសាច់រឿងក៏បានបង្ហាញឲ្យយើងដឹងថាហានជាមួយនឹង Edis ហ្នឹងគឺនាងចាប់បានពណ៌ក្រហមដំណើរគ្នាដោយពួកគេហ្នឹងព្យាយាមដដើមយក Elka ហ្នឹងដែលជាគ្រូវេទមន្តភ្លើងដែលបានធ្វើឲ្យ Elka ហ្នឹងមានការភ័យតក់ស្លុតជាខ្លាំងដោយគិតថាពីរនាក់គេហ្នឹងចាត់ទុកនាងដូចជាតំណែងអញ្ចឹងដោយសារតែនៅក្នុងពិភពលោករបស់គេហ្នឹងគ្រូវេទមន្តគឺចាត់ទុកថាមានតម្លៃណាស់ដោយការប្រកែកគ្នារបស់ពួកគេដដើមនៅ Elka ហ្នឹងចេនណានាងក៏មានកំណត់មួយគឺតម្រូវឲ្យពួកគេហ្នឹងចាប់សារឡើងវិញដោយនាងជាអ្នករៀបចំសារដើមក៏ប៉ុន្តែជាចុងក្រោយហានក៏នៅតែចាប់បានពណ៌ក្រហមដែលតម្រូវឲ្យ Elka ហ្នឹងចូលមកកាន់ក្រុមពណ៌ក្រហមដែលជាក្រុមរបស់ហានហ្នឹងឯងដោយ Elka ជាមួយនឹង Rick ហ្នឹងនៅតែមិនយល់ពីស្ថានភាពអញ្ចឹងថានឹងមានរឿងអ្វីកើតឡើងហេតុអីក៏ពួកគេមកដល់ទីហ្នឹងមិនក៏ត្រូវបែងចែកពួកគេអញ្ចឹងដល់ឥឡូវហ្នឹង Isel នាងបានហៅទៅកាន់មនុស្សប្រមាណអ្នកដើម្បីឲ្យមក in hand ជាមួយនឹងhero ដែលបានសមុនមកមុនហ្នឹងដែលបានប្រកែកគ្នាឆ្លោះគ្នាជាមួយហានដែលថាបើសិនជាគាត់ធ្វើតាមហានទៅគាត់នឹងអាចនៅរស់តែហានគាត់ក៏បាននិយាយទៅវិញថាសូម្បីតែរៀបចំកន្លែងនៅក្នុងកន្លែងដាក់អីវ៉ាន់ហ្នឹងក៏មិនអាចធ្វើបានផងតើមានតម្លៃអីដើម្បីនៅរស់មួយសន្ទុះក្រោយមកហ្នឹងយើងក៏ឃើញថា Elka ហ្នឹងនាងបានចេញពីកន្លែងជំរុះ hero ហ្នឹងមកហើយតែហានបាននិយាយទៅកាន់នាងថាបើសិនជានាងអត់ចង់ដូចពួកគេទេត្រូវទៅធ្វើខ្លួនឲ្យមានប្រយោជន៍ហើយក៏បានឃើញនៅ Isel ដែលបានបង្ហាញជាមួយនឹងខ្លោងទ្វារដែលត្រូវតម្រូវឲ្យពួកគេទៅធ្វើ mission កន្លែងនេះខ្ញុំហៅខ្លោងទ្វារធ្វើ mission ហ្មងទៅប៉ុន្តែសាច់រឿងគេគឺខ្លោងទ្វារពេលវេលានឹងលំហទេតែបើខ្ញុំហៅ dungeon ក៏វារៀងពិបាកស្ដាប់ដែរដោយសារវាពេលខ្លះវាមិនមែននៅក្នុងព្រៃក្នុងអីទេវានៅក្នុងទីក្រុងក្នុងអីចឹងណាដោយ Elka នាងកំពុងតែឆ្ងល់ថាតើខ្លោងទ្វារហ្នឹងជាខ្លោងទ្វារអ្វីហានគាត់ក៏បានប្រាប់ទៅកាន់នាងថាកន្លែងហ្នឹងគឺសម្រាប់តេស្តសមត្ថភាពការប្រយុទ្ធរបស់ hero ដែលបានសមុនមកថ្មីហើយហានគាត់បានសួរទៅកាន់នាងថាតើនាងចេះប្រយុទ្ធអត់ហើយក៏បានគម្រាមទៅកាន់នាងថាបើសិនជានាងមិនចង់ស្លាប់ដោយពួកដែលត្រូវគេយកទៅជំរុះចោលដោយលើកមុនទេគឺត្រូវឲ្យនាងបង្ហាញនៅសមត្ថភាពប្រយុទ្ធរបស់នាងហើយត្រូវប្រយុទ្ធឲ្យអស់ពីសមត្ថភាពរបស់នាង
បើមិនចឹងទេ Master នឹងជំរុះនាងចោលហើយហានគាត់នៅតែបន្តសួរទៅកាន់នាងថាដោយគាត់សួរថាតើនាងអាចប្រើប្រាស់នៅវេទមន្តអ្វីបានខ្លះហើយសួរនាងថាតើនាងអាចប្រើប្រាស់នៅប្រភេទវេទមន្ត support បានអត់ដោយ LK នាងមានការជឿជាក់ចំពោះខ្លួនឯងនាងក៏បាននិយាយទៅកាន់ហានថាប្រភេទវេទមន្ត support អីអស់ហ្នឹងគឺគ្រាន់តែសម្រាប់ថ្នាក់ដំបូងទេសម្រាប់នាងដែលជាគ្រូវេទមន្តជាន់ខ្ពស់គឺនាងចេះប្រើប្រាស់តែវេទមន្តវាយបហាទេដោយហានគាត់ឮអញ្ចឹងគាត់ក៏បាននិយាយថាអូអញ្ចឹងនាងអាចប្រើប្រាស់វេទមន្ត support បានទេនាងប្រើប្រាស់បានតែវេទមន្តវាយបហាដែលធ្វើឲ្យ LK នឹងមានការខឹងជាមួយហានជាខ្លាំងក៏ឃើញក្រុមរបស់ Edis ហ្នឹងគឺបានចេញមកពីបំពេញ mission ដែលគេដាក់ឲ្យនឹងមកហើយដែលត្រូវតម្រូវឲ្យក្រុមរបស់ហានហ្នឹងចូលទៅបំពេញនៅតែសាកល្បងបន្ទាប់ដែលមានហាន Jenna LK ជាមួយនឹង Aaron មុននឹងចូលនឹងដែរសាច់រឿងក៏បានបង្ហាញឲ្យយើងឃើញថា Isel នាងបាននិយាយថាសំណាងល្អទៅកាន់ហានទាំងទឹកមុខមិនចង់និងភ័យតក់ស្លុតដោយខ្លាចតែហាននឹងស្លាប់នៅក្នុង mission ហ្នឹងដោយក្រុមរបស់ហាននឹងបានចូលទៅដល់ខ្លងទ្វារនឹងភ្លាមហានក៏គាត់ទទួលអារម្មណ៍ដឹងថានេះមិនមែនជា mission ដើម្បីសាកល្បងសមត្ថភាពរបស់អ្នកថ្មីទេតែវាជាជាន់ទី8ដែលធ្វើឲ្យគាត់នឹងមានការខឹងសម្បាជាមួយនឹង Master ជាខ្លាំងដោយហានក៏គិតទៀតថាដោយសារតែពីមុនហ្នឹងគាត់បានសម្លាប់នៅ hero ចំនួន4នាក់ដែលសុទ្ធតែជា hero ផ្កាយ3ដែលធ្វើឲ្យ Master ក្នុងពេលឥឡូវហ្នឹងគឺគាត់មានការខឹងសម្បាជាមួយនឹងហានជាខ្លាំងដោយមិនខ្លាចក្នុងការលះបង់ក្នុងការចំណាយ hero ផ្កាយ3ដែលជា Mac ទើបតែសមុនមកទេដោយហានគាត់បានស្រែកប្រាប់ទៅកាន់កូនក្រុមរបស់គាត់ថាឲ្យគេចចេញពីកន្លែងហ្នឹងឲ្យលឿនទៅព្រោះថានឹងមានការវាយប្រហារភ្លាមៗឥឡូវហើយដោយ LK នាងអត់ទាន់ដឹងថាមានរឿងអ្វីកើតឡើងហ្នឹងនាងនៅឈរថ្មឹងប៊ីសតែនឹងត្រូវគោបលិនហ្នឹងចាក់សម្លាប់បាត់ហើយហ្នឹងក៏ត្រូវបានហានចូលមកជួយដោយ mission នៅជាន់ទី8របស់ពួកគេហ្នឹងគឺត្រូវសម្លាប់គោបលិនរហូតដល់27ក្បាលដែលជាប្រភេទ Goblin Rider Goblin Rider ហ្នឹងពួកGoblin ដែលមានសត្វជិះចេះថែមសត្វថែមអីយកមកប្រើការដោយហានគាត់បានប្រាប់ទៅកាន់ក្រុមរបស់គាត់ថាឲ្យ Aaron ជាមួយនឹងគាត់ជាអ្នកការពារនៅផ្ទៃខាងមុខហើយ Jenna នឹងជាមួយនឹង LK ធ្វើការ support នៅពីខាងក្រោយដោយហានគាត់បានស្រែកទៅកាន់ LK ថាឲ្យនាងនឹងប្រើប្រាស់វេទមន្តរបស់នាងមកតែដោយសារតែការធ្វើប្រហែសរបស់គាត់នឹងដោយសារតែគាត់បានចាប់អារម្មណ៍គឺវិសតែនឹងត្រូវ Goblin មួយនឹងកាប់សម្លាប់គាត់បាត់ហើយដោយ LK នាងបានប្រាប់ទៅកាន់ហានវិញថានាងត្រូវការពេលវេលាដោយសារតែវេទមន្តរបស់នាងហ្នឹងគឺប្រភេទវេទមន្តដែលមានកម្រិតខ្ពស់ដូច្នេះមុននឹងប្រើប្រាស់ពួកវាហ្នឹងគឺត្រូវការឲ្យនាងសូត្រវេទមន្តសិនដែលវាមានរយៈពេលរហូតដល់1នាទីហើយហានគាត់ឮបែបហ្នឹងគាត់ក៏បានប្រាប់ទៅកាន់កូនក្រុមរបស់គាត់ថាឲ្យការពារ LK ទៅឲ្យនាងសូត្រវេទមន្តដើម្បីវាយប្រហារតែអ្វីដែលគួរឲ្យចាប់អារម្មណ៍ហ្នឹងគឺ LK ពេលដែលនាង cast spell វេទមន្តហ្នឹងគឺនាងអត់បានសូត្រនៅវេទមន្តការពារនៅជុំវិញខ្លួនទេដែលបណ្ដាលឲ្យគោបលិនទាំងអស់ហ្នឹងអាចចូលទៅវាយប្រហារនាងបានដោយហានគាត់ឃើញអញ្ចឹងហើយគាត់ក៏បានទៅបញ្ឈប់ LK ពីការសូត្រវេទមន្តរបស់នាងហ្នឹងដែលគាត់បានស្រែកបន្តទៀតថាឲ្យកូនក្រុមរបស់គាត់ហ្នឹងគឺផ្លាស់ប្ដូរទីតាំងប្រយុទ្ធដោយត្រូវតម្រូវឲ្យពួកគេហ្នឹងរត់ចូលទៅកាន់ព្រៃនៅជិតហ្នឹងដោយ LK ហ្នឹងនាងរត់យឺតពេកដោយសារតែសម្លៀកបំពាក់របស់នាងហ្នឹងគឺអត់អាចរត់លឿនបានទេចឹងហើយក៏ត្រូវបានហានហ្នឹងចាប់នាងបោះទៅខាងក្នុងហើយធាក់នាងទៅដោយហានគាត់បានបើកនៅ Berserk Mode ដើម្បីចូលទៅប្រយុទ្ធជាមួយនឹងក្រុម Goblin ដែលកំពុងតែសម្ដៅមករកក្រុមរបស់គាត់នឹងឯងទាំងបានបញ្ជាទៅកាន់កូនក្រុមរបស់គាត់ថាកុំឲ្យចេញពីកន្លែងហ្នឹងមកគឺត្រូវការពារ LK ដើម្បីឲ្យនាង cast spell ចប់ដោយតម្រូវឲ្យហានហ្នឹងគឺជាអ្នកទាញពេលវេលាប្រយុទ្ធជាមួយនឹង Goblin តែម្នាក់ឯងដែលគាត់បានលោតចូលទៅកាប់សម្លាប់ Goblin ហ្នឹងអស់ប្រហែលជា 4-5 ក្បាលក៏ត្រូវបាន Goblin មួយក្បាលជិះសត្វចិញ្ចឹមរបស់វាហ្នឹងមកបុកគាត់ពីក្រោយខ្នងហើយស្របពេលហ្នឹងដែរ Berserk Mode របស់គាត់ហ្នឹងក៏ដល់ពេលវេលាកំណត់របស់វាហើយដែលធ្វើឲ្យហានហ្នឹងប៊ីសតែនឹងត្រូវពួកកូបលិនហ្នឹងសម្លាប់បាត់ហើយតែគាត់ក៏បានរើបំរាស់ខ្លួនបានហើយរត់សម្ដៅទៅរកគ្នារបស់គាត់ដោយសម្លាប់ពួកកូបលិនដែលនៅរារាំងផ្លូវហ្នឹងស្របពេលវេលាជាមួយនឹងការរត់របស់ហានហ្នឹង LK នាងក៏បានសូត្រនៅវេទមន្តភ្លើងរបស់នាងចប់ដោយបានបង្ហាញនៅវេទមន្តភ្លើងដ៏ខ្លាំងមួយប្រៀបបានដូចជាឡាស៊ែអញ្ចឹងបានបាញ់សម្ដៅទៅកាន់ក្រុមកូបលិន Rider ហ្នឹងនឹងធ្វើឲ្យកូបលិនប្រហែលជា 4-5 ក្បាលបានស្លាប់ហើយក៏បានបង្កការភ្ញាក់ផ្អើលទៅកាន់ហានដែរហានជាមួយនឹង Aaron នៅតែបន្តការប្រយុទ្ធរបស់ពួកគេចឹងដើម្បីពន្យាពេលឲ្យ LK ហ្នឹងសូត្រវេទមន្តដើម្បីបញ្ចេញនៅវេទមន្តទី2របស់នាងការព្យាយាមរបស់ពួកគេហ្នឹងក៏បានសម្រេចដោយ LK នាងបានសូត្រនៅវេទមន្តទី2របស់នាងតែធ្វើឲ្យ Jenna ហ្នឹងស្រែកប្រាប់ទៅកាន់ក្រុមរបស់ហានហ្នឹងឲ្យគេចចេញដោយសារតែ LK ហ្នឹងនាងបានសូត្របញ្ចប់នៅវេទមន្តរបស់នាងហើយដោយវេទមន្តទី2របស់នាងហ្នឹងដែរគឺប្រៀបដូចជាសំណាញ់ដែលចាប់ពួកកូបលិនហ្នឹងនៅក្នុងហ្នឹងចឹងហើយក៏មានប្រភេទពួក Goblin Rider មួយចំនួនហ្នឹងបានព្យាយាមចេញមកខាងក្រៅតែក៏ត្រូវបាន LK ហ្នឹងនាងបានបញ្ចប់នៅ spell របស់នាងដោយបានបង្ហាញនៅខ្យល់គួចភ្លើងដ៏ធំមួយគួចពួក Goblin ហ្នឹងឲ្យស្ងប់អស់ទៅតែអ្វីដែលសំខាន់វេទមន្តរបស់ LK ហ្នឹងគឺមានកម្លាំងខ្លាំងពេកដែលធ្វើឲ្យក្រុមរបស់ហានហ្នឹងប៊ីសតែនឹងស្លាប់ជាមួយនឹងពួក Goblin ហ្នឹងដែរបន្ទាប់ពីការប្រយុទ្ធចប់
យើងក៏បានឃើញថាមានរណ្ដៅភ្លើងដ៏ធំមួយនៅចំកណ្ដាលហ្នឹងដែលបង្កការភ្ញាក់ផ្អើលទៅដល់ក្រុមរបស់ហានជាខ្លាំងហើយ MVP សារហ្នឹងគឺបានទៅលើ LK បន្ទាប់ពីការប្រយុទ្ធចប់ពួកគេក៏បានចេញមកខាងក្រៅវិញដោយ Eren ជាមួយនឹង Jaina បានសរសើរទៅកាន់ LK ថាវេទមន្តភ្លើងរបស់នាងហ្នឹងគឺពិតជាខ្លាំងណាស់ដែលធ្វើឲ្យ LK ហ្នឹងមានការសប្បាយចិត្តនិងមានមោទនភាពទៅលើខ្លួនឯងជាខ្លាំងតែការសប្បាយចិត្តរបស់នាងហ្នឹងគឺអត់បានប្រមាណទេដោយនាងបានហូរឈាមចេញតាមច្រមុះជាច្រើនដោយហានគាត់បាននិយាយឲ្យយើងដឹងថាបិទថាវេទមន្តភ្លើងរបស់នាងហ្នឹងគឺមានឥទ្ធិពលខ្លាំងមែនប៉ុន្តែការប្រើប្រាស់ម្ដងគឺវាតម្រូវឲ្យអ្នកប្រើប្រាស់ហ្នឹងចាយនៅម៉ាណាជាច្រើនដែលធ្វើឲ្យនាងហ្នឹងស្ថិតនៅក្នុងសភាពបែបហ្នឹងដោយហានក៏គាត់គិតទៀតថា LK ហ្នឹងគឺដូចជាគ្រាប់កំភ្លើងអញ្ចឹងហើយពួកគាត់ហ្នឹងដូចជាកណ្ដុងកំភ្លើងអញ្ចឹងនៅពេលដែល LK ត្រូវការប្រើប្រាស់គឺត្រូវបញ្ជានៅកណ្ដុងកំភ្លើងហើយនាងហ្នឹងគឺជាគ្រាប់